រ៉ង់ត្រូវឆ្លងកាត់សង្គ្រាមដ៏ខ្ទេចខ្ទាំជាមួយអាមេរិកនិងអ៊ីស្រាអែលកំពុងឆ្ពោះទៅរកការបើកទីផ្សារសេដ្ឋកិច្ចដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនយោងតាម Reuters ចុះផ្សាយនៅថ្ងៃទី17ខែមិថុនាឆ្នាំ2026កិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងអាមេរិកនិងអ៊ីរ៉ង់មិនត្រឹមតែបញ្ឈប់សង្គ្រាមបើកច្រក Hormuz និងចរចានុយក្លេអ៊ែរឡើងវិញប៉ុណ្ណោះទេថែមទាំងមានផែនការបង្កើតមូលនិធិវិនិយោគឯកជនដល់ទៅ$300,000 លានដើម្បីជំរុញលុយចូលអ៊ីរ៉ង់ស្ដារសេដ្ឋកិច្ចប្រទេសនេះឡើងវិញប្រភពដែលដឹងច្បាស់ពីកិច្ចព្រមព្រៀងនេះបានប្រាប់ Reuters ថាសាច់ប្រាក់ជាងពាក់កណ្ដាលនៃមូលនិធិនេះឬលើសពី$150,000 លានត្រូវបានក្រុមហ៊ុននិងអ្នកវិនិយោគពីតំបន់ចំនួន5បដិញ្ញាដាក់បញ្ចូលរួចទៅហើយក្នុងនោះមានក្រុមហ៊ុនពីអាមេរិកប្រទេសឈូងសមុទ្រអារ៉ាប់អាស៊ីអាមេរិកខាងត្បូងនិងអាហ្វ្រិកវិស័យដែលទទួលបានផលមានថាមពល Logistics ផលិតកម្មនិងដឹកជញ្ជូនមូលនិធិនេះមិនមែនជាលុយរដ្ឋាភិបាលមិនមែនជាជំនួយហើយក៏មិនមែនជាសំណងសង្គ្រាមដែរវាជាមូលនិធិវិនិយោគឯកជនដែលត្រូវបានរចនាឡើងដើម្បីឲ្យទាំងអាមេរិកនិងអ៊ីរ៉ង់មានផលប្រយោជន៍សេដ្ឋកិច្ចក្នុងការរុញកិច្ចព្រមព្រៀងចុងក្រោយឲ្យទៅមុខនិយាយឲ្យសាមញ្ញគេកំពុងតែយកលុយធំមកធ្វើជាកូនសោដើម្បីបើកទ្វារសន្តិភាពនិងបើកទីផ្សារអ៊ីរ៉ង់ឡើងវិញមុនពេលមានផែនការមូលនិធិនេះលេចឡើងប្រភពជាន់ខ្ពស់អ៊ីរ៉ង់បានប្រាប់ Reuters ថាទីក្រុងតេហរ៉ង់ធ្លាប់បានទាមទារសំណងខូចខាតសង្គ្រាមពីអាមេរិកដល់ទៅ$400,000 លានប៉ុន្តែទីក្រុង Washington មិនព្រមផ្ដល់លុយសំណងដោយផ្ទាល់នោះទេដូច្នេះគំនិតបង្កើតមូលនិធិវិនិយោគនិងអភិវឌ្ឍអ៊ីរ៉ង់ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀងនេះជំនួសវិញបើតាមប្រភពពីអ៊ីរ៉ង់មូលនិធិនេះអាចត្រូវប្រើដើម្បីស្ដារឡើងវិញនៅទីតាំងដែលខូចខាតដោយសារសង្គ្រាមរួមមានរោងចក្រដែកថែបរោងចក្រចម្រាញ់ប្រេងព្រលានយន្តហោះនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតប្រភពដដែលបញ្ជាក់ថាមូលនិធិនេះនឹងត្រូវបង្កើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងចុងក្រោយរវាងអាមេរិកនិងអ៊ីរ៉ង់ដែលរំពឹងថានឹងចុះហត្ថលេខាក្នុងរយៈពេល60ថ្ងៃខាងមុខចំពោះអ៊ីរ៉ង់នេះអាចជាការបើកទ្វារសេដ្ឋកិច្ចធំបំផុតបន្ទាប់ពីប្រទេសនេះត្រូវបានឯកការពីទីផ្សារហិរញ្ញវត្ថុពិភពលោកអស់ជាច្រើនទសវត្សរ៍អ៊ីរ៉ង់មានឧស្ម័នធម្មជាតិបម្រុងធំជាងគេទី2ក្នុងពិភពលោកនិងប្រេងបម្រុងធំជាងគេទី4ប្រទេសនេះក៏មានប្រជាជនជាង92លាននាក់មានកម្លាំងពលកម្មវ័យក្មេងនិងមានវិស័យឧស្សាហកម្មធំដែលនៅមិនទាន់បើកពេញលេញនៅឡើយដោយសារតែទណ្ឌកម្មជារួមអាមេរិកនិងអ៊ីរ៉ង់កំពុងព្យាយាមបដូរពីសង្គ្រាមទៅជាផលប្រយោជន៍សេដ្ឋកិច្ចប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយសម្រេចបានអ៊ីរ៉ង់អាចក្លាយទៅជាទីផ្សារវិនិយោគធំបំផុតដែលក្រុមហ៊ុនអាមេរិកអាស៊ីនិងអារ៉ាប់កំពុងរងចាំចូលខ្ញុំរស់សុធាពី News Today NTT Let's go. The new Ford Territory.